logistics ដូចខ្ញុំបាននិយាយមកអញ្ចឹងឧទាហរណ៍ថា generation 1គាត់មាន network របស់គាត់ partner របស់គាត់នៅស្រុកចិនហើយលុចដឹកតំណែងគាត់តាមរយៈ partner របស់គាត់នៅស្រុកចិនអញ្ចឹងពេលដែលតំណែងរបស់លុចណាតំណែងរបស់លុចត្រូវបានដាក់ចូលក្នុងទូណាត្រូវបានទទួលដោយ partner របស់ generation 1ដែលជាក្រុមហ៊ុន logistics ស្រុកចិនហើយអញ្ចឹងក្រុមហ៊ុន logistics ហ្នឹងគាត់ត្រូវចេញហៅថា HBL ហ្នឹងឲ្យទៅលុចណាដើម្បីអីដើម្បីបញ្ជាក់ថាចំណែកលុចនេះមាន2ម៉ែត្រគីបណា2ម៉ែត្រគីបគឺបញ្ជាក់នៅក្នុងបង្កាន់ដៃអានេះ HBL ដូចជាបង្កាន់ដៃទទួលតំណែងអញ្ចឹងណាដើម្បីទុកឲ្យលុចហ្នឹងគឺជាបង្កាន់ដៃចាំមកទទួលតំណែងនៅស្រុកខ្មែរហើយ HBL ហ្នឹងក៏សំខាន់ដែរសម្រាប់លុចបើលុចអត់មាន HBL ទេលុចមិនអាចមកយកតំណែងនៅស្រុកខ្មែរបានទេទី1ទី2លុចគាត់ក៏មិនអាចមានមូលដ្ឋានក្នុងការប្រកាសពន្ធជាមួយនឹងគយដែរដោយសារអីអត់ដឹងថាតំណែងរបស់ខ្លួនឯងនៅកន្លែងណាទេអញ្ចឹង HBL ហ្នឹងគឺជាបង្កាន់ដៃណាបង្កាន់ដៃសម្រាប់ឲ្យលុចហ្នឹងយកទៅគួបផ្សំជាមួយនឹង OBL របស់កប៉ាល់ដែលបង្ហាញពីបញ្ជាក់ពីកុងតឺន័រដែលតំណែងរបស់លុចហ្នឹងមាននៅក្នុងហ្នឹងចូលមកដល់កំពង់ផែថ្ងៃណាតាមកប៉ាល់ណាតាមកប៉ាល់ណាឈ្មោះអីជើងទីប្រមាណនៃវ៉ាយ៉ាទីប្រមាណអីចឹងទៅអញ្ចឹងពីរហ្នឹងទៅជាមួយគ្នាទើបអាចប្រកាសពន្ធនាំចូលបានណាអញ្ចឹង HBL ហ្នឹងគឺសម្រាប់យើងជាអ្នកដែលធ្វើ consolidate ហ្នឹងដែលមានតំណែងទិញមិនពេញមួយកុងតឺន័រគឺមានសារៈសំខាន់ណាស់សម្រាប់យើងបើយើងអត់